អញ្ចឹងថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំបានឃើញនៅព្រះធម៌មួយដែលជាព្រះធម៌ដ៏ល្អឥតខ្ចោះហើយពុំដែលធ្លាប់បានឃើញគឺជាព្រះធម៌ឧបាទសន្តិជាបទសូត្ររងាប់ឧត្តបាតឬរងាប់ហេតុអន្តរាយអញ្ចឹងឃើញថាព្រះធម៌នេះពិតជាអស្ចារ្យណាស់អាចជាមុនសម្រាប់សូត្រដើម្បីបាននៅសេចក្តីសុខសេចក្តីចម្រើនផ្សេងហើយខ្ញុំប្រកាសណាខ្ញុំបាទនឹងចាប់ផ្ដើមសិក្សានិងសូត្រនៅព្រះធម៌នេះតែម្ដងប្រសិនបើមានតោះខុសក៏សូមអធិស្ឋានផងដោយលោកអ្នកនិពន្ធក៏បានចងក្រងនៅសិភៅនេះដែលជាព្រះធម៌ដ៏អស្ចារ្យនមោតស្សៈភគវតោអរិហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរិហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរិហតោសម្មាសម្ពុទ្ធស្សៈសុទុតៈសោអយ៉ាងធម្មោលោកដ្ឋังจิเนតេសិតោមហាសន្តិករោលោកេសព្ពសម្បត្តិទាយកោព្រះធម៌នេះសត្វលោកឃើញបានដោយកម្រក្រៃលែងព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងដើម្បីប្រយោជន៍ដល់សត្វលោកជាធម៌ធ្វើនៅឧបាទជាធម៌ធ្វើនៅមហាសន្តិគឺសេចក្តីស្ងប់ដ៏ធំក្នុងលោកជាធម៌ឲ្យនៅសម្បត្តិទាំងពួងសัพពុបាទោបសមណោភូតយក្ខនិវីរណោអកាលមច្ចុសមណោសោករោគវិនាសណោជាគ្រឿងរងាប់ហេតុអន្តរាយទាំងពួងជាគ្រឿងការពារពីអមនុស្សនិងយៈជាគ្រឿងផុតពីសេចក្តីស្លាប់មុនកាលវេលាជាគ្រឿងកម្ចាត់នៅសោកនិងរោគភ័យបរចក្កបមត្តនោរញ្ញោវិជយវត្ថនោសព្ពានិដ្ឋហរោសន្តោធម្មំវខានិភូតតោជាគ្រឿងញោមញីនៅកម្លាំងរបស់សត្រូវជាគ្រឿងចម្រើននៅជាជំនះដល់ព្រះរាជាគ្រឿងនាំវត្ថុមិនជាទីប្រាថ្នាចេញជាធម៌ដ៏ប្រសើរខ្ញុំនឹងពោលនៅព្រះធម៌តាមសេចក្តីពិតវត្ថុតយសយោយដ្ឋសង្វនេតគុណុត្តមេតសតដ្ឋសុខារោគយៈសោធយោហោន្តិសព្ពទាខ្ញុំនឹងពោលនាព្រះរតនត្រ័យណាព្រះគុណដ៏កំពូលណាសេចក្តីសុខការមិនមានរោគនិងសេចក្តីសួស្តីរមែងមានគ្រប់កាលព្រោះគុណដ៏កំពូលនោះរបស់ព្រះរតនត្រ័យអង្គនោះព្រះរតនត្រ័យព្រះពុទ្ធក្នុងអតីត27ព្រះអង្គក្នុងសារមណ្ឌកប្ប4ព្រះអង្គតណហង្ករោមហាវីរោសព្ពលោកានុកម្មបកោវន្តសង្សារកៈមនោសព្ពកាមតតោសតិព្រះតណហង្កសម្មាសម្ពុទ្ធព្រះអង្គជាមហាវីរៈទ្រង់អនុគ្រោះសត្វលោកទាំងពួងទ្រង់លះនៅការត្រាច់នៅក្នុងសង្សារវដ្តបានហើយសូមប្រទាននៅវត្ថុដែលគួរប្រាថ្នាទាំងពួងឲ្យសពកាលសព្ពេភិក្ខុសព្ពវិទូសព្ពទេវៈករុត្តមោសព្ពេសវៈបរិក្ខៃណោសតិសោថង្ករោតុណោគ្រប់គ្រងសំទោសទ្រង់គ្របសង្កត់នៅធម៌ទាំងពួងទ្រង់ដឹងច្បាស់នៅធម៌ទាំងពួងទ្រង់ជាគ្រូដ៏កំពូលរបស់ទេវតាទាំងពួងទ្រង់អស់អាសវៈទាំងពួងហើយសូមប្រទាននៅសួស្តីដល់ខ្ញុំទាំងឡាយសពកាលវរៈលក្ខណសម្បណ្ណោមេថង្ករោមហាមុនិចិតន្ថរោមហាសិរីសុវណ្ណកិរិសន្និភោ
ព្រះមេថាំងកសម្មាសម្ពុទ្ធទ្រង់ដល់ព្រមហើយដោយលក្ខណៈដ៏ប្រសើរជាព្រះមហាមុនីទ្រង់ទ្រង់នៅភាពរុងរឿងទ្រង់មាននៅមហាសិរីប្រៀបដូចជាភ្នំនៃមាសតពរូបោមហាកាយោមហានាថោមហពលោមហាការុណិកោសត្ថាមហាសន្តង្ករោតុណោទ្រង់ជាព្រះសាស្តាមានព្រះរូបដូចជាទឹកមានព្រះមហាកាយដ៏ធំជាទីពឹងដ៏ធំក្រៃលែងមានកម្លាំងខ្លាំងក្លានិងទ្រង់ប្រកបដោយមហាករុណាសូមធ្វើនៅមហាសន្តិគឺសេចក្តីស្ងប់ដ៏ធំក្រៃលែងដល់ខ្ញុំទាំងឡាយសពកាលមហាមោហតមង្ហន្ធ្វាយោនាថោសរណង្ករោទេវាទេវៈមនុស្សានੰលោកានញ្ចហតੰករោព្រះសម្មាសម្ពុទ្ធអង្គឯណាព្រះនាមសរណង្កទ្រង់កំចាត់នៅងងឹតគឺមោហៈដ៏ធំបានហើយជាទីពឹងធ្វើនៅប្រយោជន៍ដល់ទេវតានិងមិនមែនជាទេវតាដល់មនុស្សនិងសត្វលោកទាំងឡាយព្យាមបភាភិរុចិតោនិក្រូធបរិមណ្ឌលោនិក្រូធបកពិមពោធោសទាសោថង្ករោតុណោទ្រង់មានរស្មីមួយព្យាមដ៏រុងរឿងមានបរិមណ្ឌលដូចដើមនិក្រូធមានរឹមព្រះអោសដូចផ្លែបះទុំទ្រង់ត្រង់ដើមនិក្រូធសូមព្រះសម្មាសម្ពុទ្ធអង្គនោះប្រទាននៅសួស្តីដល់ខ្ញុំទាំងឡាយសពកាលអស័យតិរតនុពេធោទីបង្ករោមហាមុនិបភាទិធាវតេតស្សៈឋានេទ្វាតស្សៈយោជនេព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះនាមទីបង្កមានព្រះកាយកម្ពស់80ហត្ថទ្រង់ជាព្រះមហាមុនីមានរស្មីផ្សាយចេញទៅក្នុងទី12យោជន៍វស្សសតសហសានិខថ្វាលោកេវិនាយកោលោកាលោកករោសត្ថាសទាសោថង្ករោតុណោទ្រង់មានប្រជញ្ញនៅក្នុងលោក100,000 ឆ្នាំទ្រង់ណែនាំសត្វលោកទ្រង់ជាអ្នកធ្វើនៅពន្លឺដល់សត្វលោកទ្រង់ជាព្រះសាស្តាសូមប្រទាននៅសួស្តីដល់ខ្ញុំទាំងឡាយសពកាលក្នុងសារកັບមួយអង្គអត្ថាស័យតិហតុបសំទោសម្ដងទៀតអត្ថាស័យតិហត្ថុពេធោកោដញ្ញោនាមនាយកោសព្វធម្មេហិអសមោសព្វបារមិតាកមោព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះនាមកោដញ្ញៈទ្រង់កម្ពស់88ហត្ថទ្រង់ជានាយុទ្រង់ជាអ្នកមិនមានបុគ្គលណានីមួយស្មើដោយធម៌ទាំងពួងទ្រង់ដល់ភាពជាអ្នកមានបារមីទាំងពួងវស្សសតសហសានិអាយុតស្សៈមហេសិណោមោចេតុសោសព្វភយាសទាសោថង្ករោតុណោទ្រង់ស្វែងរកនៅគុណដ៏ធំទ្រង់មានប្រជញ្ញ100,000 ឆ្នាំសូមព្រះអង្គញ៉ាំងខ្ញុំទាំងឡាយឲ្យរួចផុតចាកភ័យទាំងពួងសូមប្រទាននៅសួស្តីដល់ខ្ញុំទាំងឡាយសពកាលក្នុងសារមណ្ឌលកັບ4ព្រះអង្គអត្ថាស័យតិរតនេនិអច្ចុកតោជុទិនធរោមង្គគិលោនាមសម្ពុទ្ធោនវុតិសហសាយុកោព្រះសម្មាសម្ពុទ្ធជាម្ចាស់អង្គណាព្រះនាមមង្គគលៈទ្រង់កម្ពស់80ហត្ថទ្រង់មានអានុភាពច្រើនមានប្រជញ្ញ90000 ឆ្នាំឆប់ពនរੰសយោតស្សៈសហសា
ម្ដងទៀតអានមិនតន់ត្រូវសូមម្ដងទៀតឆាប់ពាន់ណៈរាំងសយោពសៈសហសៈលោកធាតយោភរន្តាតសៈឆាតេនតិអេសៈសោថង្ករោតុណោឆាប់បណ្ណរាំងសីរបស់ព្រះអង្គផ្សាយទៅកាន់10000លោកធាតុសូមព្រះដ៏មានព្រះភិក្ខអង្គនោះប្រទាននៅសួស្តីដល់ខ្ញុំទាំងឡាយសពកាលនវុតិរតនុពេធោសុមណោនាមកាម្ដងទៀតខុសទៀតម្ដងទៀតនវុតិរតនុពេធោសុមណោនាមនាយកោកញ្ចនាចលៈសង្កាសោនវុតិសហសាយុកោព្រះសម្មាសម្ពុទ្ធជាម្ចាស់អង្គឯណាព្រះនាមសុមនៈទ្រង់កម្ពស់90ហត្ថទ្រង់ជានាយកទ្រង់ប្រៀបដូចជាភ្នំនៃមាសមានព្រះជន្ម90000ឆ្នាំឧបេតោពុទ្ធគុណេហិសព្ពសត្តៈហិតេសកោករោតនោមហាសន្តੰអរោខ្យាញ្ចសុខੰសទាទ្រង់ប្រកបដោយព្រះពុទ្ធគុណទាំងឡាយទ្រង់ស្វែងរកនៅប្រយោជន៍ដល់សត្វលោកទាំងពួងសូមប្រទាននៅមហាសន្តិគឺសេចក្តីស្ងប់ដ៏ធំក្រៃលែងការមិនមានរោគនិងសេចក្តីសុខដល់ខ្ញុំទាំងឡាយសពកាលអស័យតិរតនុពេធោសត្ថៃសហសអាយុកោរេវតោនាមសម្ពុទ្ធោសព្វលោកុត្តរោមុនិព្រះសម្មាសម្ពុទ្ធជាម្ចាស់អង្គឯណាព្រះនាមរេវតៈទ្រង់កម្ពស់80ហត្ថទ្រង់មានព្រះជន្ម60000ឆ្នាំត្រាស់ដឹងដោយព្រះអង្គឯងប្រសើរជាងសត្វលោកទាំងពួងជាព្រះមហាមុនីតស្សសរីរេនិបត្តាបភាមាលាអនុត្តរាភរន្តាយោចនេនិចាំងសទាសោថង្ករោតុណោកម្រងរស្មីដ៏ប្រសើរខ្ពង់ខ្ពស់ផ្សាយទៅក្នុងមួយយោជន៍អស់កាលជានិច្ចដែលកើតហើយក្នុងសរីរៈរបស់ព្រះអង្គសូមប្រទាននៅសួស្តីដល់ខ្ញុំទាំងឡាយសពកាលសោភិតោនាមសម្ពុទ្ធោនវុតិសហសាយុកោសង្សារសាគរេសត្ទេពហូមោចេតិទុក្ខតោព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះនាមលោកភិតៈទ្រង់មានព្រះជន្ម90000ឆ្នាំទ្រង់ញ៉ាំងសត្វលោកជាច្រើនឲ្យរួចចាកទុកក្នុងសាគរគឺសង្សារវដ្តអដ្ឋបញ្ញាសរតនាំងអច្យុកតោមហាមុនិអោភាសេតិតិសាសពាសពាសោថង្ករោតុណោទ្រង់កម្ពស់58ហត្ថជាព្រះមហាមុនីទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺស្វាងសូមប្រទាននៅសួស្តីដល់ខ្ញុំទាំងឡាយសពកាលក្នុងវរកັບ3ព្រះអង្គអណោមតេសីសម្ពុទ្ធោតេជសីទុរៈតិកមោម្ដងទៀតអណោមតេសីសម្ពុទ្ធោតេជសីទុរតិកមោអដ្ឋបញ្ញាសរតណោអោភាសេនតោសទេវគេព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះនាមអណោមតេសីទ្រង់មានដេកជះដែលអ្នកណានិមួយមិនអាចកន្លងបានទ្រង់កម្ពស់58ហត្ថទ្រង់ញ៉ាំងមនុស្សព្រមទាំងទេវតាឲ្យភ្លឺស្វាងនិព្វានៈបាបកោលោកគេវសសតៈសហសាយុករោតុណោមហាសន្តੰសុខតាចមយ៉ាងសទាទ្រង់រំលត់នៅបាបធម៌ហើយក្នុងលោក
ទ្រង់មានព្រះជន្ម100,000 ឆ្នាំ សូមប្រទាននៅមហាសន្តិ គឺសេចក្តីស្ងប់ដ៏ធំក្រៃលែងដល់ខ្ញុំទាំងឡាយ និងខ្ញុំទាំងឡាយចូលជាអ្នកបាននៅសេចក្តីសុខសពកាល បតុមោ នាមសម្ពុទ្ធោ លោកៈ ចេថោ នរាសភោ អដ្ឋបញ្ញាសារៈកណោ អាតិចោវៈ វិរោចតិ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះនាមបតុមៈ ទ្រង់ជាចម្បងក្នុងលោក ជានរៈដ៏ប្រសើរ ទ្រង់កម្ពស់ 58 ហត្ថ រុងរឿងដូចជាព្រះអាទិត្យ ចឹងនៅក្នុងការអានថ្ងៃនេះ មានការរដាក់រដប់ខ្លះ ហើយក៏សូមអធិស្ឋាននៅរាល់ការអានមានការខុសឬក៏ធ្លាំងផ្លត់ក៏សូមព្រះធម៌អត់ឱនទោសក៏ដូចជាបណ្ឌិតទាំងឡាយមេត្តាខន្តីចំពោះកំហុសឆ្គងនៅក្នុងវីដេអូនេះសូមបងប្អូនទាំងអស់ចូលកាន់ក្នុង YouTube Channel នេះហើយក៏សូមចុច Subscribe Channel នេះផងសូមអរគុណនៅវីដេអូក្រោយខ្ញុំប្រកាសណាខ្ញុំបាទនឹងសិក្សាបន្តពីនេះទៀតរហូតដល់ចេះចាំទាំងអស់គ្នាសូមអរគុណ